ជូនរឿងអ្នកកាប់ឈើកំសត់និងវិញ្ញាណទុនលេនៅពេលព្រឹកមួយព្រះអាទិត្យរះឡើងលើភូមិតូចស្ងប់ស្ងាត់មួយមានបរិសក្រីក្រម្នាក់ឈ្មោះតាតារ៉ារស់នៅជាមួយប្រពន្ធរបស់គាត់ជាមនុស្សសាមញ្ញស្មោះត្រង់និងខិតខំធ្វើការរាល់ថ្ងៃដើម្បីរកអាហារឲ្យគ្រួសារសូមប្រុងប្រយ័ត្នណាតាតារ៉ារាល់ថ្ងៃតាតារ៉ាទៅកាប់ឈើជិតទន្លេនេះស្ងប់ស្ងាត់មានខ្យល់ត្រជាក់និងសំឡេងទឹកហូរយ៉ាងផ្អែមល្ហែមគាត់ស្រឡាញ់ការងាររបស់គាត់ទោះបីវាពិបាកក៏ដោយខ្ញុំត្រូវធ្វើការខ្លាំងដើម្បីរស់នៅថ្ងៃមួយខណៈពេលកំពុងកាប់ឈើពូថៅរបស់តាតារ៉ាបានរអិលចេញពីដៃហើយធ្លាក់ចូលទៅក្នុងទន្លេជ្រៅទឹក splash ឡើងហើយពូថៅក៏លង់បាត់ទៅភ្លាមអូពូថៅរបស់ខ្ញុំតាតារ៉ាអង្គុយនៅក្បាលទន្លេដោយមានចិត្តពោពេញដោយទុក្ខព្រួយពូថៅនោះគឺជាឧបករណ៍តែមួយដែលគាត់មានសម្រាប់ធ្វើការគាត់មិនដឹងថានឹងធ្វើអ្វីបន្តទៀតឡើយខ្ញុំក្រីក្រតែខ្ញុំត្រូវនិយាយពិតភ្លាមនោះទឹកទន្លេបានភ្លឺចែងចាំងហើយនាងទេវតាទន្លេបានបង្ហាញខ្លួនយ៉ាងទន់ភ្លន់មុខនាងពោពេញដោយភាពមេត្តានិងសេចក្តីស្ងប់ស្ងាត់កុំភ័យអីកូនអើយនាងទេវតាទន្លេបានយកពូថៅមាសមួយចេញពីទឹកដែលភ្លឺរលោងយ៉ាងស្រស់ស្អាតនាងសួរតាតារ៉ាដោយសំឡេងទន់ភ្លន់ថាតើពូថៅនេះជារបស់គាត់ឬអត់នេះជារបស់អ្នកឬតាតារ៉ាមើលពូថៅមាសនោះហើយទោះបីវាស្អាតនិងមានតម្លៃខ្លាំងក៏ដោយគាត់ក៏មិនចង់និយាយមិនពិតឡើយគាត់បាននិយាយដោយចិត្តស្មោះនិងក្បាលទាបដោយគោរពមិនមែនទេនេះមិនមែនរបស់ខ្ញុំនាងទេវតាទន្លេបានញញឹមហើយយកពូថៅចាស់របស់តាតារ៉ាចេញពីទឹកវិញពូថៅនោះមិនស្អាតទេប៉ុន្តែវាជារបស់ដែលតាតារ៉ាស្រឡាញ់បំផុតអ្នកជាមនុស្សស្មោះត្រង់ដោយឃើញសេចក្តីស្មោះត្រង់និងចិត្តល្អរបស់តាតារ៉ានាងទេវតាទន្លេបានប្រទានពរពន្លឺទន់ភ្លន់បានភ្លឺជុំវិញគាត់បង្ហាញថាកុសលកម្មល្អកំពុងត្រឡប់មកវិញសេចក្តីល្អនឹងត្រឡប់មកអ្នកវិញចាប់តាំងពីថ្ងៃនោះមកតាតារ៉ានិងប្រពន្ធរស់នៅដោយសុខសាន្តគាត់មានការងារធ្វើមានអាហារគ្រប់គ្រាន់និងចិត្តស្ងប់ស្ងាត់មនុស្សគ្រប់គ្នានៅភូមិបានរៀនថាសេចក្តីស្មោះត្រង់នឹងនាំមកនូវសេចក្តីល្អជានិច្ចសេចក្តីស្មោះត្រង់នាំមកសេចក្តីសុខ